Là mình định mà khai bay pon này cho buôn pon này cho tét chua khai mà này nâng bông mà khai cho một pon chiếng này thật group sông tô thạ đắc nôm group sông tô nè mà đài hôn xin nát group sông bà lúc xưa bơi này bên này còn bàn tranh màu sông tô hay miền phiệp chùm rốn chùm rạc chỉ tràn tái cua lượng lấy tôi còn on này khác trong hai quạt chỗ đo bộ lý trong khơi của quạtประมาณ điện lại quạt bàn thưa cả điên này đi mà đẹp nơi sao làm rịnhเอาไว้ดีกว่าในยัยนู้vì mình khó chẳng xong thếตามเปิดประคายใบปอนหรือกับบุญปอนในสหรัฐอเมริกนี่คือเชียเนี่ยกรอเตนในอเมริกาเพิ่มแบบพายอะรวมมาขายดอนมาขายมันเชิงก่อนในยัยมันkhóเตะสาแต่การจูบเตียงในเป็นไทยเตียงมวยแต่มีประตูเกยมวยมาปอนปีโรยแต่มาปอนปรามโรยเชิงไปส่งออกแปลกระดาษในประคายใบปอนเลยហើយវាប្រផិតផាយបើសិនជាអ្នកណាគេញ៉ាំបាយខាងក្រៅច្រើនប៉ុន្តែបើសិនជាគាត់អត់ញ៉ាំបាយខាងក្រៅដូចពួកអាកៀងទេអាកៀងវាអត់សូវចូលចិត្តដាំបាយធ្វើបាយយកទៅកន្លែងធ្វើការទេហើយវាញ៉ាំបាយនៅខាងក្រៅហើយការញ៉ាំបាយនៅខាងក្រៅវាអស់លុយច្រើនអញ្ចឹងក៏គាត់ចំណាយទៅលើម្ហូបអាហារហ្នឹងសឹងតែអស់ប្រហែលជា5-10% ទៅ 20% នៃប្រាក់ខែដែលគាត់បើកបានទៅហើយទៅបងអីផ្សេងៗទៀតថ្លៃឡានថ្លៃអីទៀតចឹងវាអាចប្រផិតប្រផាយឬក៏ខ្វះប៉ុន្តែសម្រាប់អ្នកដែលសន្សំដូចជាពួកអាស៊ីខ្មែរយើងអីដាំបាយយកទៅញ៉ាំនៅកន្លែងធ្វើការអាហ្នឹងសល់សម្រាប់3000ណានៅសល់ដោយសារមហូបអាហារនៅស្រុកនេះថោកទេត្រីសាច់បន្លែគ្រប់បែបយ៉ាងហ្នឹងប្រៀបធៀបមួយប្រទេសកម្ពុជាពេលខ្លះថោកជាងកម្ពុជាពេលខ្លះប្រហាក់ប្រហែលគ្នាទេហើយអញ្ចឹងបើសិនគេចំអិនខ្លួនឯងយកទៅញ៉ាំនៅកន្លែងធ្វើការអាហ្នឹងគេសល់បើយើងប្រៀបធៀបចេះទៀត300នៅស្រុកខ្មែរហើយនឹង3000នៅអាមេរិក300នៅស្រុកខ្មែរបើសិនជាយើងឲ្យគាត់ចាយទៅខ្ញុំឲ្យសល់$100ក្នុងមួយខែត្រូវជា33%$100នៃ300វា33%អញ្ចឹងមួយឆ្នាំយើងសល់តែ1200ទេប៉ុន្តែនៅស្រុកអាមេរិកនេះឧទាហរណ៍ថាឥឡូវគេមិនបាច់សល់ដល់33%ទេសល់តែពាក់កណ្ដាលនៃ33%ទៀតមែនហើយនៅសល់តែ16%កន្លះនៃ3000អញ្ចឹងវាត្រូវជា$500ក្នុងមួយខែពី10ខែក្នុងមួយឆ្នាំគេនៅសល់6000គេអញ្ចឹងបើសិនជាអ្នកក្រនៅអាមេរិកនេះគេអន្សំចៃគេសល់6000មួយឆ្នាំគេអាចទៅលេងស្រុកខ្មែរបាទមិនធូធាគេនៅសន្តាគារលើរយយ៉ាកម្ពុជាណាកាយទេប៉ុន្តែអាចទៅលេងនៅស្រុកខ្មែរបានមានលុយជូនចាស់ធ្វើបុណ្យធ្វើអីអញ្ចឹងប៉ុន្តែអ្នកនៅស្រុកខ្មែរមួយឆ្នាំសល់1200ប្រហែលជាប្រផិតប្រផាយឬក៏มันអាចមកលេងនៅអាមេរិកបានទេអាហ្នឹងអញ្ចឹងយើងគិតអញ្ចឹងវិញអាហ្នឹងមិនទាន់និយាយពីសេរីភាពស្អីដែលនៅសហរដ្ឋអាមេរិកនេះមានទេជាការពិតនៅប្រទេសអាមេរិកនេះគឺជាប្រទេសដែលគេហៅលោកសេរីប៉ុន្តែมันមានន័យថាយើងមករស់នៅគេអត់ធ្វើការគេចិញ្ចឹមទេសេរីភាពហ្នឹងមានថាយើងចង់ខ្លាយទៅជាអ្វីដែលយើងចង់ខ្លាយបានចង់ខ្លាយទៅជាអ្នកជំនួញអ្នកចម្រៀងអីចឹងបានឥឡូវនេះនិយាយដល់ហេតុអីបានជាគេជីគាត់គេជេរគាត់ដោយសារតែចេះយើងមានស្តង់ដារ3យើងត្រូវយុទ្ធធម៌ជាមួយគាត់ស្តង់ដារ3សម្រាប់មនុស្សយើងនឹងដោយសារតែគាត់ជាប្រុសអញ្ចឹងទៅគេថាមនុស្សនេះមាត់ដាច់ជេរមនុស្សស្រីដូចស្រាតខោអញ្ចឹងបើសិនជាមនុស្សស្រីជេរអានឹងអត់សូវអីទេហើយបើសិនជាមនុស្សមកប្រភេទទៀតពួកខ្ទើយបៃឌីឬក៏សុភ័ណ្ឌកាកដាអីជេរប្រើពាក្យសម្ដីដូចគាត់100%ជេរបើជារឿងធម្មតាគេអញ្ចឹងយើងមានស្តង់ដារ3សម្រាប់មនុស្សប្រុសអាចជេរបានទេមនុស្សស្រីជេរក៏ទទួលបានការរិះគន់ដែរប៉ុន្តែមិនដូចបងប្រុសនេះជេរទេហើយបើសិនខ្ទើយជេរគេ share គេអីចែកម្លែកជាងផ្លែធម្មតាហើយចុងក្រោយដែលយើងគួរលើកទោសឲ្យគាត់ទេបាទលើកទោសឲ្យគាត់ទេមិនមានថាគាត់នឹងកែទេតែគាត់កែមិនកែអាហ្នឹងជាលើកក្រោយទៀតឥឡូវយើងគិតតែទៅនេះដោយសារតែគាត់ចេញមកសុំទោសហើយគាត់ប្រហែលជាបាត់បង់ការងារធ្វើទៀតធ្វើត្បិតតែវាប៉ះពាល់ដល់វប្បធម៌ដ៏ល្អប្រសើរផូរផង់របស់ប្រទេសកម្ពុជាប៉ុន្តែខ្ញុំគិតថាវាមិនប៉ះពាល់ទៅដល់សន្តិភាពនៃប្រទេសកម្ពុជាទេដោយសារតែគាត់មិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបទក្រិតកម្មអីទេគាត់មិនបានយកថ្នាំញៀនទៅដាក់ក្នុងហោប៉ៅនរណាម្នាក់ទេហើយគាត់ក៏មិនបានពូនស្ទាក់ធ្វើឲ្យអ្នកណាគេមានគ្រោះថ្នាក់ចរាចរណ៍ហើយរត់ចោលគេដែរអញ្ចឹងគួរតែលើកលែងទោសគាត់ទៅណាហើយបញ្ចប់រឿងត្រឹមនោះទៅ